បានคลายជាក្តីកង្វល់សម្រាប់មនុស្សមួយចំនួនជាពិសេសនោះគឺយុវវ័យដូច្នេះហើយថ្ងៃនេះបណ្ដាញព័ត៌មានអប្សរា ANN សូមនាំមកជូនលោកអ្នកនៅប្រភេទអាហារដែលជួយបង្ការបញ្ហាសក់ស្កើយោងតាមរបាយការណ៍ពីក្រមអ្នកឯកទេសខាងសុខភាពបានបង្ហាញថាសក់ស្កើគឺបណ្ដាលមកពីបញ្ហាថ្លើមឈាមនិងតម្រងនោមដើម្បីដោះស្រាយបញ្ហាទាំងនេះលោកអ្នកគួរងាកទៅបរិភោគប្រភេទអាហារដែលល្អសម្រាប់សុខភាពសក់ដែលមានបង្ហាញដូចខាងក្រោមនេះគឺពិតជាប៉ះប៉ូវនឹងការពារសក់របស់លោកអ្នកឲ្យជៀសផុតពីបញ្ហាស្កើបានរហូតដល់ 70% ឯណោះទីមួយនោះគឺតកតងទៅនឹងប្រភេទបន្លែដែលគួរបរិភោគមានដូចជាពពួកបន្លែពណ៌បៃតងបន្លែពណ៌ស្វាយនិងផ្សិតខ្មៅជាដើមទីពីរនោះគឺគ្រាប់ធញ្ញជាតិដែលមានដូចជាពពួកល្ងខ្មៅពពួកសណ្តែកខ្មៅល្ងនិងសណ្តែកក្រហមទី3គឺប្រភេទសាច់ដែលល្អសម្រាប់សុខភាពមានដូចជាសាច់គោសាច់ពពែថ្លើមជ្រូកឬឆ្លើងសមុទ្រជាដើមទី4គឺប្រភេទផ្លែឈើដែលមានដូចជាទំពាំងបាយជូរខ្មៅប៉មនិងពុត្រាអ្នកឯកទេសបានបន្តថាបញ្ហាបណ្ដាអាហារទាំងអស់នេះជាពិសេសពពួកបន្លែបៃតងឬស្វាយសុទ្ធតែមានផ្ទុកនៅសារធាតុដែលមានតួនាទីជួយការពារស្បែកក៏ដូចជាសក់ពីកម្ដៅថ្ងៃហើយវាក៏ជួយបង្កើនជាតិដែកដែលជួយផ្គត់ផ្គង់ដល់រាងកាយនិងសុខភាពសក់បានយ៉ាងល្អផងដែរ